ngàyនេះយើងបន្តមេរៀនយើងទៀតបាទអញ្ចឹងថ្ងៃមុនយើងបានរៀនហើយទាក់ទងជាមួយនឹងសម្ពាធក្នុងទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នអញ្ចឹងសម្ពាធនៅក្នុងទ្រឹស្ដីស៊ីនេតិកនៅស្មានហ្នឹងគឺយើងមានរូបមន្តមួយគឺ3/2 n នៅលើ v ការ av បាទហើយយើងប្រកាសជាដឹងគ្រប់គ្នាហើយថាពេលហ្នឹងយើងហៅវាថាសម្ពាធ n នេះយើងហៅវាថាចំនួនម៉ូលេគុលហើយ v ហ្នឹងគឺមាត្រឧស្ម័នហើយការ av គឺថាមពលស៊ីនេតិកនៃឧស្ម័នចឹងថ្ងៃនេះយើងបន្តទៀតយើងនិយាយអំពីសម័យការភាពនៃឧស្ម័នបរិសុទ្ធចឹងសម័យការភាពនៃឧស្ម័នបរិសុទ្ធគឺមាន2ដើម្បីឲ្យបងប្អូនត្រូវចងចាំពេលវេស្មើនឹង n អេតេមួយទៀតពេលវេស្មើនឹង n កាបេតេអូនឃើញមានអ្វីប្លែកគ្នាដែរសម័យការទាំងពីរហ្នឹងប្លែកគ្នាត្រង់ថា n នេះ n តូចអានេះ n ធំហើយមួយទៀតគឺតាក់ទងមួយនឹងតម្លៃ a នេះអានេះតម្លៃការបេតើ a ហ្នឹងជាអ្វីការ b ហ្នឹងជាអ្វីa ហ្នឹងវាស្មើនឹងតម្លៃ 8.31 ម៉ូក្នុងមួយកែនវិនអាហ្នឹងយើងហៅថាថេសកលនៃឧស្ម័នហើយការ b នេះវាមានតម្លៃរបស់វាដែរគឺ1.38 គុណនឹង10ស្វ័យគុណដក23សួរក្នុងមួយកែនវិនអាហ្នឹងយើងហៅវាថាថេបុលស្មានហើយតេហ្នឹងកែនវិនអាហ្នឹងយើងហៅថាសេតនមហភាពឧស្ម័នអាននេះយើងហៅវាថាចំនួនម៉ូលមិនចំនួនម៉ូលេគុលទេណានេះអានធំអាហ្នឹងបានគេហៅថាចំនួនម៉ូលេគុលចឹងសម័យកាលទាំងពីរនេះគឺថាបងប្អូនត្រូវចងចាំវាណាសម្រាប់បងប្អូនដែលរៀនត្រៀមមុនពេលចូលរៀនម៉ោងរូបវិទ្យានៅក្នុងចំណុចហ្នឹងបងប្អូនអាចមើលវីដេអូហ្នឹងទៅអាចយល់បានខ្លះហើយអញ្ចឹងមានសម័យកាលពីរហ្នឹងដែលបងប្អូនត្រូវរៀនវា